ការធ្វើកសិកម្មអភិរក្សនិងប្រព័ន្ធវប្បកម្មនិរន្តរភាពនេះជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទព្រោះការអនុវត្តកសិកម្មអភិរក្សមិនត្រឹមតែជួយកែប្រែគុណភាពដីរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីនិងជីវៈចម្រុះជួយដល់បរិស្ថានប៉ុណ្ណោះទេវាថែមនឹងជួយបង្កើនផលិតភាពកសិកម្មដែលនាំឲ្យមាននៅនិរន្តរភាពផលិតកម្មកសិកម្មក្នុងប្រទេសកម្ពុជាផងដែរកសិកម្មអភិរក្សនិងប្រព័ន្ធវប្បកម្មនិរន្តរភាពគឺត្រូវបានអនុវត្តតាំងពីឆ្នាំ2014មកម្លេះហើយការអនុវត្តកសិកម្មអភិរក្សនេះក៏បានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មឆ្លើយតបទស្សនវិស័យរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីគឺមានហូបមានប្រើមានបាននិងមានរហូតគោលនយោបាយកសិកម្មយើងចំណុចសំខាន់មាន4ធ្វើម៉េចឲ្យមានហូបធ្វើម៉េចឲ្យមានបានធ្វើម៉េចឲ្យមានប្រើនិងធ្វើម៉េចឲ្យមានរហូតបាទយើងដឹងថាពេលណាជាអត្ថប្រយោជន៍សម្រាប់មានហូបដែលយើងហៅថាសន្តិសុខស្បៀងពេលណាជាអត្ថប្រយោជន៍សម្រាប់ឲ្យមានបានសម្រាប់ជួយនៅជីវភាពប្រជាពលរដ្ឋយើងមិនមែនតែកសិករទេមានបាននេះយើងគិតដល់អ្នកប្រើប្រាស់អ្នកហូបចុកទៀតមានប្រើក៏សំខាន់ដែរខ្ញុំនិយាយអំពីឈើរបស់យើងបាទបើយើងគិតថាដាំដំឡូងថ្ងៃមុនខ្ញុំទៅធ្វើការងារដាំឈើនៅខេត្តកំពង់ធំយើងស្ដារព្រៃឈើយើងឡើងវិញសួរប្រជាពលរដ្ឋយើងចង់បានដំឡូងឬចង់បានឈើប៉ុន្តែដំឡូងនេះគឺជាដំឡូងមានបានគាត់គិតថាលក់ដំឡូងបានលុយច្រើនជាងបើសិនជាដាំឈើវាយូរចឹងគោលនយោបាយអន្តរជាតិទៅគិតកន្លែងណាសម្រាប់មានប្រើដីនឹងត្រូវលៃលកសម្រាប់ដាំឈើឬក៏សម្រាប់ទៅធ្វើដំណាំតែគោលនយោបាយមានរហូតគឺសំខាន់ណាស់វាពាក់ព័ន្ធជាមួយនឹងនិរន្តរភាពនៃការធ្វើកសិកម្មរបស់យើងសូម្បីតែដាំដុះក៏ត្រូវគិតថាធ្វើម៉េចឲ្យដាំដុះបានរហូតខ្ញុំកាន់ចន្ទផលរើសដីដែរយើងមានចិត្តសម្បត្តិខ្ញុំដាំចំណាំធំ30នៅសល់40យើងដាំដដែលប៉ុន្តែកាន់ចន្ទផលជាងមុនពោតរាល់ឆ្នាំខ្ញុំអាចបាន7តោនស្នូក្នុងមួយរដូវតែឥឡូវខ្ញុំកាន់បាន10តោនស្នូហើយគីឡូក៏បានចន្ទផលច្រើនជាងមុនដែរអាចបាន30តោនស្រស់ក្នុងមួយហាត់ពោតបើពូជបាច់កៅធំយើងអាចបាន40តោនជាងក្នុងមួយហាត់ដែរកាត់បន្ថយការប្រើជីគីមីច្រើនដោយសារតែខ្ញុំធ្វើនៅលើផ្ទៃដីខ្លួនឯងអញ្ចឹងការប្រើជីគីមីក៏ខ្ញុំបាត់ប្រើច្រើនដូចមុនដែរខ្ញុំដាក់តែត្រកដាច់ក្នុងហាត់1ការ៉ុងទេមុនដាំពោតខ្ញុំដាំជ្រឹងសារក្រោបដីនឹងហើយអញ្ចឹងយើងកាត់បន្ថយបានច្រើនការប្រើថ្នាំតកៅថ្នាំអីក៏ខ្ញុំកាត់បន្ថយបានច្រើនខ្ញុំបាញ់តែ2ដងទេបាទឈ្មោះហេងសាក់ក្នុងភូមិបូរុនឃុំត្រែងស្រុករដ្ឋដំណរខេត្តបាត់ដំបងខ្ញុំចាប់ធ្វើដំណាំកណ្ដូបដីនេះតាំងពី2018ដំណាំកណ្ដូបដីនេះវាផ្ដល់អត្ថប្រយោជន៍ទៅលើដីយើងត្រង់ថាដីយើងអស់ជីជាតិយើងដាំដំណាំកណ្ដូបដីនេះដើម្បីយកជាជីផងដើម្បីយកទិន្នផលគ្រប់ពូជផងដល់ដំណាំកណ្ដូបដីនេះអាយុបានប្រហែលជា40ថ្ងៃឬ50ថ្ងៃយើងអាចដាំដំណាំពោតពីលើបានយើងមិនបាច់ភ្ជួររើសដីទេគ្រាប់ពោតដោះមកតាមពួកយើងសម្រាប់ខាងគ្រឿងចាក់កសិកម្មអភិរក្សគេមានអាឡូគេកិនពីមុខដាក់ពីមុខអត្រាហើយធំដាំគេពីក្រោយពីដាំទៅដំណាំកម្រោបដីរៀបដល់ដីទាំងគេដាំមកពីក្រោយមកដល់ធំហើយយើងមិនទាន់បានដំណាំដាំកម្រោបដីឧទាហរណ៍ថាបានពោតក្នុងមហត្តា4តោនដល់ពេលយើងធ្វើឆ្នាំទី1ទៅធ្វើដំណាំកម្រោបដីបានចង្កើ5តោនទេដល់ឆ្នាំទី2ទី3ទី4ទី5ទី6មកពោតយើងចេះតែកើនរហូតដល់7 8តោនស្នូលរហូតដល់10តោនស្នូលខ្ញុំចង់ដឹងមើលតើវាគុណភាពយ៉ាងម៉េចធ្វើដំណាំកណ្ដូបដីអត់3ឆ្នាំខ្ញុំឈប់ប្រើជីពោតខ្ញុំបានមហាត់8តោនពីមុនខ្ញុំមិនទាន់ធ្វើដំណាំកណ្ដូបដីហាត់ចំណេញបានត្រឹមតែជាង$200ឬក៏100ជាងទេបាទដល់ឥឡូវខ្ញុំធ្វើដំណាំកណ្ដូបដីយើងបានហិកតាបានដល់750ទៅ1000ដល់ទី1ដែលយើងធ្វើអានេះដំណាំកណ្ដូបដីនេះយើងអាចចំណេញមកជាន់ទៀតចំណេញថាយើងធ្វើផលិតពូជឲ្យគេផលិតពូជឲ្យក្រុមហ៊ុនទិញទទួលទិញយើង4600មីគីឡូ1គីឡូអញ្ចឹងយើងអាចបានចំណេញបាន2វាខ្ញុំសូមគោរពបងប្អូនកសិករទាំងអស់ដែលបែរមកធ្វើដំណាំកម្រោបដីដើម្បីកែប្រែដីយើងទី1យើងទប់ទល់ការហូរច្រោះដីផងហើយនឹងកើតជីជាតិដីផងហើយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់នាំគ្នាណាត្រឹមត្រូវនៅដំណាំកម្រោបដីនេះ